មួយនេះវាគឺជាចាមានលោកក៏ខ្សែភ្នែកល្អមែនតំណប់រ៉ែអាចឲ្យតែលោកបានប៉ុន្តែមុនថ្មមិនសល់ទុកនៅទីនេះគឺស្អែងមកចង់ក្បត់សំយ៉ាងចាមានទីអ្នកនាងរូបរាងស្រស់ស្អាតបែបនេះមិនអាចនិយាយទេប្រាទេគ្រួសារចាពួកយើងគឺក្នុងនាមជាគ្រួសារធំក្នុងនាមជាគ្រួសារធំទាំង4នៅក្នុងក្រុមហែងនេះមិនអាចមានភាពស្មោះត្រង់ទៅគុជនេះជារបស់ពួកយើងមិនបានជាពួកឯងថាចង់យកក៏យើងពួកយើងមិនប្រកបកំណត់រ៉ែនៅដល់ពួកនាងហើយទេតាមច្បាប់ដែលបានកំណត់សិទ្ធិដាក់អនុរាជជាមួយគុញវាបាននៅលើលោកម្ចាស់យើងទាំងអស់ច្បាប់ពីនេះគ្រួសារចាពួកខ្ញុំជាអ្នកកំណត់ដូច្នេះខ្ញុំនិយាយយ៉ាងម៉េចគឺយ៉ាងហ្នឹងហើយនៅពេលនេះច្បាប់ពីនេះគឺបានផ្លាស់ប្ដូររវាងត្បូងហើយនឹងកំណត់រ៉ែពួកនាងអាចរើសបានតែមួយទេនេះគ្រួសារហកខ្ញុំសំណូមពរលោកគួរតែយកកំណត់រ៉ែដែលសម្រួលទៅវាជារបស់ដែលមានប្រយោជន៍សម្រាប់លោកមនុស្សត្រីវិញគ្រាន់តែសក់វិញតែប៉ុណ្ណោះគឺគិតខ្លីបើមិនជាលោកពេញចិត្តអាចផ្លាស់ប្ដូរបានយ៉ាងចិនសិននាងគឺជាប្រពន្ធខ្ញុំណែនាំឲ្យលោកប្រុងប្រយ័ត្នជាមួយនឹងពាក្យសម្ដីរបស់លោកបន្តិចទៅប្រពន្ធអាជនពិការម្នាក់នេះពិតជាសំណាងល្អមែនទោះយ៉ាងណារួមថ្មមួយនេះគឺលោកតាចង់ជូនឲ្យខ្ញុំដែលជាអ្នកមានគុណពលលោកថ្ងៃនេះប្រហែលជាយកមិនបានទេអូចង់ជូនអ្នកមានគុណនេះមិនមែនចៃដន្យពេកទេដឹងឯងទៅវិញប្រាប់អីបុរាណទៅគុញនេះគឺយើងយកមែនមិនបាច់វាមកខំប្រឹងបានការទៀតទេខ្លាំងធំនាងបាច់ជាហ៊ានហាច់ឈ្មោះលោកតារបស់ខ្ញុំពេញខ្ញុំមិនទៅស្រីចង្រៃឲ្យដូចខ្ញុំចង់រស់ទេយកមួយទៅឲ្យទេដែលមិនចង់រស់នោះមើលកុំឆាប់ចេញទៅហើយលោកតាលោកយាយអ្នកមានគុណសុំទោសផងដែលខ្ញុំមកយាយឲ្យលោកយាយពិបាកហើយមិនឆាប់ទៅជង្គង់ក្រាបសាពះលោកយាយអ្នកមានគុណទៅហ៎អុយលោកយាយអ្នកមានគុណខ្ញុំខំឲ្យសុំលើទៅខ្ញុំផងទៅអ្នកមានគុណខាងជុំគ្នាច្រើនឈ្នានជុំគ្នាក៏មានរឿងចឹងភ្លាមកុំឲ្យគេថាយើងធ្វើបាបគ្នាក្រាបឡើងមកចាស់ពីម្នាក់នេះនៅគឺជាលោកតាអ្នកមានគុណអូជំរាបសួរលោកតាអ្នកមានគុណនេះមិនចង់ខ្ញុំមានជីវិតខ្លីទេបងគឺជាប្តីអូនបងអាចទទួលបានបងទៅនឹងចាស់នេះអ្នកសេះប្រមុខគ្រួសារហក់ជាអ្នកណាទៅមិនបានជាលោកម្ចាស់អែមមនុស្សចង្គល់គ្រប់នេះអញ្ចឹងនៅហៅថាជាលោកយាយទៀននេះឋានៈវាខ្ពស់ពេកទេដឹងអ្នកណាតែដឹងទៅគ្រួសារហក់នេះមិនអាចទៅបានឡើយយើងថាក្រុងនេះវាចិត្តក្លាប់មិនហើយបើពួកទីពីរបស់គាត់នឹងខ្ញុំខ្លាចជាសត្រូវវាមិនជួយបាញ់ខ្លួនឯងទេហ៎នេះបិសាចនេះប្រាកុំស្អីទៅសំបីតែលោកម្ចាស់អែមទៅវាបង្កបានដែរក្រែងលោកគ្រូហើយថាពួកជាមានក្នុងនោះឯណាក្នុងមួយថ្ងៃទៅមិនបានជាគេរត់ដឹងអញ្ចឹងបងនិយាយមកមិនទៅខ្ញុំសូមប្រកាសថាអ្នកឆ្នះនៅក្នុងសន្និសីទថ្មនេះគឺហក់ធីងជើត្បូងថ្មជំរក7000និងកំណត់ត្បូងរ៉ែរបស់គ្រួសារយ៉ាវពួកយើងសុទ្ធតែជារបស់ហក់ធីងជើទាំងអស់ខ្ញុំសូមប្រកាសច្បាស់លាស់ថាក្នុងនាមខ្ញុំតំណាងគ្រួសារយ៉ាវគឺទទួលស្គាល់ហក់ធីងជើមេគ្រួសារម្នាក់តែប៉ុណ្ណោះណាបើមិនជាមានអ្នកណាកាន់កាប់ក្រុមហ៊ុនគ្រួសារហក់ចំនួនហក់ធីងជើនោះគ្រួសារយើងនឹងកំណត់ផ្លែភ្លាមចប់សិនតោះគ្នាហក់ធីងជើគ្មានសមត្ថភាពធ្វើការនាយកក្រុមហ៊ុនគ្រួសារហក់ទេគេគ្រាន់តែជាជនពិការម្នាក់ពេលណាស្លាប់ក៏មិនដឹងដែរសម្បាំងអីឲ្យគេគ្រប់គ្រងក្រុមហ៊ុននោះមែនហើយឲ្យអាកំបាក់មួយមកគ្រប់គ្រងក្រុមហ៊ុននេះមិនលើតែក្រៅគេមិនមកសាច់បោះទេអីអ្នកមានទី2លោកពូទី2ហ៎អ្នកមានទី2លោកពូទី2មិនអាចខ្លាចទៅជាបែបនេះជើងរបស់ឯងហេតុអីក៏ល្អឡើងវិញគឺវាល្អជាងណាស់ហើយចុះហេតុអីនៅលើប្រទេសរុញគ្រាន់តែខ្ជិលឈោវិញតែប៉ុណ្ណោះល្អណាស់គម្រោងការរបស់ឯងនេះហ៊ានបោកប្រាស់ពួកយើងទាំងអស់គ្នាផងអីពួកយើងទៅរត់តែរុញមួយនេះយល់អស់គួរតែលំអង្គុយវិញចុះយើងចង់ឲ្យពួកឯងស្លាប់អុយយើងចង់ឲ្យពួកឯងស្លាប់ខ្លាំងណាស់ណែយ៉ាងម៉េចហ្នឹងមិនអីទេឡើងអញ្ចឹងលោកគ្រូហើយខ្ញុំប្រាប់ដល់នឹងអត់ដល់លោកមួយចុះអាជនពិការនឹងសេះធ្មប់នោះគឺបានស្លាប់អស់ទៅហើយណាគ្រូធ្មប់នោះគឺបានស្លាប់អស់ទៅហើយស្លាប់ដោយសារការផ្ទុះឡានសារសរបស់ពួកគេគ្មានសេះសល់ទៀតទេណាជឿខ្ញុំចុះណាត្រីធ្មប់ម្នាក់នោះមើលទៅគេនឹងស្មានដល់ថាខ្ញុំនឹងបានលួចវិធីនៅក្នុងឡានរបស់ពួកគេទេតែពួកគេទៅជាបែបនេះរៀនចង់ប្រឆាំងជាមួយនឹងពួកយើងប្រកាសជាស្លាប់ជាមិនខាននៅតែលោកគ្រូហើយគឺជាអ្នកខ្លាំងលោកពិតជាខ្ពស់មែនកុំទៅបានលោកទេទើបអាចធ្វើពួកគេទាំងនោះមានគ្រោះថ្នាក់ដ៏ងាយស្រួលបែបនេះចាប់ពីពេលនេះទៅអ្វីគ្រប់យ៉ាងរបស់គ្រួសារហងសុទ្ធតែជារបស់ខ្ញុំទាំងអស់ហើយប្រហែលចំណាយទេមើលទៅហ៎ហត់ถึงចឹងឯងបែរជាមិនមកទៅវិញសុំទៅផងដើរខ្ញុំមិនតន់ស្លាប់ធ្វើអ្នកទាំងអស់គ្នាខកចិត្តហើយអី